Ok,សួស្តីដល់គ្នាក្នុងវីដេអូនេះខ្ញុំនឹងទៅបរៀនអ្នកនរគ្នាអំពីរបៀបនៃការធ្វើ logo ជាមួយនឹងកម្មវិធី Canva នេះអ្នកខ្លះក៏អាចស្គាល់ Canva ទេអានោះថា Canva ហ្នឹងវាជួយការងារយើងបានដូចខ្លះចឹងCanva ហ្នឹងនិយាយទៅវាល្អមែនទែនសម្រាប់អ្នកដែលគាត់ធ្វើthumbnail YouTube design អីចឹង design poster ឬក៏អីចឹងវាមានមុខងារច្រើនក្នុងនោះហើយយើងអាចផលិតវីដេអូបានខ្លីៗបានច្រើនទៀតអូខេអ្នកគ្នាមើលបាននេះទៅ Canva នេះខ្ញុំប្រើជាទូទៅមកវាចង់ធ្វើវីដេអូនេះអានេះខ្ញុំធ្វើវីដេអូបែបខ្លីៗហើយយើងចូលមើលមកនេះវីដេអូចេះអាហ្នឹងខ្ញុំប្រើ Canva ដើម្បីធ្វើវីដេអូហ្នឹងយើងដាក់ជាវីដេអូកូនក្មេងក៏ដូចសុំ play អ្នកគ្នាមើលមួយអូខេនេះវីដេអូវាបែបហ្នឹងយើងអាចធ្វើបានក្នុងហ្នឹងហើយវាមាន AI វាមានអីទៅវាមានមុខងារច្រើនក្នុងហ្នឹងសម្រាប់យើងកាត់តវីដេអូខ្លីៗយកទៅផុសសម្រាប់កូនក្មេងអញ្ចឹងអាហ្នឹងអ្នកមើលច្រើនអញ្ចឹងយើងអាចធ្វើបានក្នុងហ្នឹងអូខេប៉ុន្តែថ្ងៃនេះខ្ញុំសូមទៅបង្ហាញអ្នកគ្នាពីការធ្វើ logo ទេអូខេខ្ញុំសូមចូលបើក project ខ្ញុំតិចអានេះអាចកំណត់ទំហំបាននេះយើងដាក់ចុច custom size មកយើងចង់បានទំហំអីគេនេះវាមានទំហំសម្រាប់ YouTube សម្រាប់អីចឹងនេះគេចុចមកនេះក្នុងហ្នឹងវាមានស្រាប់នេះសម្រាប់ poster នេះសម្រាប់កាតសម្រាប់អីចឹង document មានច្រើនแบบ YouTube ทำอะไรចឹងក៏មានច្រើនដែរអូខេដូចនេះដូចខ្ញុំដាក់ CV អីខ្ញុំធ្វើ CV ខ្ញុំធ្វើក្នុង Canva នេះ CV វាស្អាតវាមាន template អីក្នុងនោះស្អាតហ្មងអូខេនេះដូចនេះគេអ្នកផ្សេងមើលបានយើងអាចយកគំរូគេបានវាទៅវាមានគ្រប់សពក្នុងនោះយើងចង់បានបែបណាគឺវាមានបែបហ្នឹងអូខេអានេះនិយាយទៅអា Canva ហ្នឹងវាមុខងារវាគឺ design សម្រាប់យើងធ្វើ poster ធ្វើអី CV តាមនៃ YouTube Facebook អីចឹងវាធ្វើបានទាំងអស់អូខេឥឡូវខ្ញុំសូមឧទាហរណ៍អ្នកគ្នាមួយខ្ញុំ design logo មួយអូខេនេះដូចតាមនៃ YouTube អីខ្ញុំធ្វើតែក្នុងហ្នឹងទេវាធ្វើបានលឿនហើយវា design មកស្អាតអូខេខ្ញុំសូមធ្វើ logo មួយsorry យើងដាក់ជា frame នេះយើងចង់បាន logo យើងត្រូវ add អានេះមកសិននេះខ្ញុំចង់បាន logo បែបនេះsorry នេះចង់បាន logo បែបនេះអាហ្នឹងវីដេអូខ្ញុំនេះវីដេអូបែបនេះយើងយកមកដាក់លើវីដេអូយើងអញ្ចឹងឥឡូវយើងទៅ design អស់គ្នាដំបូងយើងត្រូវដាក់នេះសិនដាក់អំពងមូលនេះតើមកយើងដាក់រូបភាពយើងចង់ដាក់ក្នុងហ្នឹងនេះដាក់ frame ហ្នឹងហើយយើងតម្លាក់រូបភាពចូលមកយើងអូសចូលក្នុងអាប្លាស់មូលអូខេបើហ្នឹងបានទេនេះតើមកយើងក៏បល់មកអូខេហើយយើងចង់ដាក់ឈ្មោះគេឈ្មោះ Facebook ឈ្មោះ channel ឬក៏ Facebook YouTube អីរបស់យើងអញ្ចឹងពេលខ្ញុំសូមដាក់ឈ្មោះសិនយើង add text នោះ add text នោះមាន style ច្រើនទៀតពេលសូមរើស style តិចតាមគ្រប់មកយើងយកទៅមួយទៀតគេមិនសូមដាក់ថាយ៉ាអីOU DA
thì cái phần nào nó đã về tôi thì nó đã về tròn được nó ok cái này đồ bò mà đã bò máy mà này cái nó xa đấy tiền được phòng nó có trong này tôi thì ok dân chọn đã ở logo bị trào đã YouTube Facebook TikTok chẳng hạn dân search mà nhỉ search YouTube ok ok nhỉ dân search nó dân search ở Facebook chẳng nó dân chọn đã Facebook bị trào nữa á ok nè này mình logo Facebook lên nó sẵn dân chọn đã chỉ có page anime của bạn này nè đấy cái page video chẳng vì mình like mình ấy không là mình chẳng cái đang xong đặt logo Facebook mới cái bạn ấy TikTok này tiền nhỉ dùng mình TikTok ra biển đặt nó đại phần cái mọi về đang xa đấy ok là YouTube mới tiền YouTube đang search nó ok nè search YouTube ok YouTube kiểu như thế cháu ấy trong bài moon học miệng những đạn đi mong đấy đây về mặt xã cả tỉnh nó sáng đấy về mình làm một dần dần đi mất để mua nè anh đi mua đấy nó sáng đi vì po sò chẳng hạn đi po sò đấy chẳng vì ở trên dương mượt sơ khơi nhé còn tay bây giờ export tới vì nó trình thì cho mình mua thôi đẹp này mà phải lấy được đồ bò này sẵn ok nè cái trên po sò chạy nên sáng nhập đồ để cào po sò mà cái nó phải xua mờ ok bạn smart này thì nhận đọc po sò sorry po sò đấy cái này cái con này sẵn nó trong cái trên logo trong giải smart điểm nó thích một tiếp nhưng là tha follow me chẳng
យកពណ៌អូខេពណ៌នេះពណ៌ខ្មៅហ្នឹងឯងប៉ុណ្ណឹងមកយើងអាចចូលមកប៉ុណ្ណឹងតែនេះយើងអាចដាក់ border ដាក់អីបានទៀតយើងសើចមកសើចថា circle នេះ circle អូខេយើងចង់ដាក់ជុំវិញនេះណាtứcយើងចង់ដាក់ឲ្យវា blur នេះឲ្យចេញពណ៌ផ្កាឈូកពីក្រោយនេះអានេះវានៅអញ្ចឹងយើងអត់យកទេយើងដាក់វាទៅក្រោយវិញអូខេប៉ានេះដាក់ពណ៌ pink ពេលយើងចង់ដាក់ពណ៌នេះវិញអូខេសុំដាក់ពណ៌វិញពណ៌នេះស្អាតជាងអូខេ layer យើង add ធូបបែកទៅស្អាតđấyកុំឲ្យយើងចង់ដាក់ border នេះជុំវិញបែបនេះកន្លងឲ្យវាមើលទៅស្អាតអូខេស្រែកតិចតែប៉ុណ្ណឹងយើងគិតថាស្អាតហើយយើងអាចយកមកក៏យើងចង់ដកពណ៌វានេះដកពណ៌ដាក់ពណ៌អីគេពណ៌ស្វាយអូខេហ្នឹងយើងតាំងពណ៌ដាក់ពណ៌ហ្នឹងទៅពណ៌នេះវាស្អាតស៊ីគ្នាអូខេប៉ុណ្ណឹងបានហើយយើងចង់បន្ថែមអីទៀតយើងអាចបន្ថែមតាមហ្នឹងមកតែខ្ញុំសុំយកប៉ុណ្ណឹងហើយយើងទៅ export មកនេះ share នេះ share ហើយយើងយក download អានេះយើងដាក់យកជា PNG ហើយយើង select យកកន្លែងsorry តើវា load ចេញនេះសិនសាមអីចុច download នេះជា PNG អូខេយើងរើសយកជា PNG ហើយយើងយកនេះ transparent background មិនថាយើងអត់យក background ទេយើងយកតែ logo ដែលយើង design មិញណាយើងបិទអា background ចោលព្រោះយើងស្រួលយើងដាក់ក្នុង video ទៅវាអត់ចេញ background ពណ៌នេះអូខេយើងចុច PNG ហ្នឹងត្រូវហើយអានេះនៅ page 11នេះ page 11អញ្ចឹងយើង select មកយើងយកចុចលេខ11មកហើយយើងចុចដាក់ទេបងចុចដាក់ download មកអូខេប៉ុណ្ណឹងរួចរាល់ហើយយើងចុចបើកមើលទាំងអស់គ្នានេះអូខេប៉ុណ្ណឹងស្អាតហើយនេះឬកអ្នកគ្នាមើលទៅវាខាងក្រោយនេះវាធំពេកនេះអានេះវា clear background អស់ហើយតែយើងមើលទៅនេះវាធំពេកយើងស្រែមកតែនេះស្រែទូតិចមកនេះអានេះក៏បានដែរឲ្យវាធំពេកពេលយើងដាក់ក្នុងវីដេអូវាអត់ស្អាតអូខេប៉ុណ្ណឹងមកយើង export ម្ដងទៀតតែ11អានេះយើងយកជា PNG យើងឲ្យយក background ទេអូខេប៉ុណ្ណឹងទៅ download មកតែបានហើយចុចបើកមើលអូខេប៉ុណ្នេះស្អាតហើយយើងអាចយកទៅដាក់លើវីដេអូបានវាស្អាតកាត់ដាច់ស្អាតណាអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកអាចយល់ហើយនឹងចេះពីរបៀបនៃការប្រើប្រាស់ Canva ហើយ Canva នេះវាអាចប្រើសម្រាប់ design thumbnail បានស្អាតនេះអ្នកតែមើលបានយើងអាច design អីលើនឹងបានយើងអាចកំណត់និយាយទៅមាន Canva មួយយើងធ្វើការងារបានលឿនណាហើយចេញមកគឺស្អាតមកបែប professional អូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកមានចំណុចអីអាច comment សួរខាងក្រោមបានហើយជួបគ្នាវីដេអូក្រោយទៀត